ទីមួយគេដាវីតសូមគោរពលោកគ្រូពីចម្ងាយតាំងពីបានសិក្សាមេរៀនជាច្រើនជាមួយលោកគ្រូមកខ្ញុំនៅតែស្ញប់ស្ញែងលោកម្ចាស់គ្រូសានសុជាដែលអាចងើបចេញពីសង្គមដែលពោរពេញទៅដោយមិច្ឆាទិដ្ឋិជុំវិញខ្លួនសូម្បីតែធោសូត្រដែលដកចេញពីបិដកក៏មូលបង្កាច់ពុទ្ធិកាទៀតហើយដែលកាន់តែពិសេសទៅទៀតគឺលោកម្ចាស់គ្រូសានសុជាយកធម៌ពិតមកបង្រៀនដល់បរិស័ទទៀតដោយមិនខ្លាចគេគៀបសង្កត់ទៀតគឺធ្វើដោយមានភាពជឿជាក់ខ្ពស់ខ្ញុំមានចម្ងល់មួយតាក់ទងនឹងលោកម្ចាស់គ្រូសានសុជាលាចាកសិក្ខាតើអាចទេវាមានចំណែកមកពីពិបាកធ្វើសង្ឃកម្មជាមួយភិក្ខុសង្ឃដែលសុទ្ធតែមានអាបត្តិជាប់ខ្លួនខ្ញុំឆ្លើយចេះចោលរឿងខ្ញុំសឹកនឹងកិលេសខ្ញុំទេចឹងណាថាក្តីព្យាយាមរបស់ខ្ញុំនឹងបានត្រឹមប៉ុណ្ណឹងបាទហើយនៅជុំវិញពេលដែលសិក្សាមកហ្នឹងក៏អាចមានភិក្ខុសង្ឃដែលមានសិលជាទីស្រឡាញ់ដែរចឹងណាមិនមែនសុទ្ធតែអឺសង្ឃដែលភិក្ខុសង្ឃដែលមានអាបត្តិទាំងអស់ទេមកដល់សពថ្ងៃហ្នឹងក៏នៅមានភិក្ខុសង្ឃអ្នកមានសិលជាទីស្រឡាញ់ដែលអាចទៅធ្វើកម្មជាមួយបានដែរចឹងណាហ្នឹងហើយគ្រាន់តែថាមិនសម្បូរតែប៉ុណ្្នឹងឯងតែថាភិក្ខុអ្នកមានសិលជាទីស្រឡាញ់ហ្នឹងនៅមានចឹងណាមិនតន់អស់ទេចឹងរឿងខ្ញុំសឹកហ្នឹងរឿងរបស់ខ្ញុំឯងខ្ញុំអត់បន្ទោសខាងណាទេបាទអរគុណដែលលើកសំណួរនេះសួរសរុបមកគឺរឿងខ្ញុំឯងបាទហ្នឹងហើយគ្រាន់តែចេះគ្រាន់ថាពាក់ព័ន្ធនឹងសំណួរហ្នឹងបាទជាស្រ័យអូសិនកុមារទោសបងឃើញបើកគ្រឿងចោលពងទៀតខាងក្រៅក៏បើកចោលដូចចឹងស្មានតែអូនត្រឹមទៅណាវិថីបាទគ្រាន់តែចេះគ្រាន់ថាបើសង្គមនឹងសម្បូរអ្នកត្រូវអាបត្តិច្រើនពេកអ្នកមានសិលជាទីស្រឡាញ់ហ្នឹងលោកពិបាកអានោះពិបាកបន្តិចតែប៉ុណ្្នឹងឯងចឹងណាតែបើលោកមានសេចក្តីព្យាយាមខ្ពស់លោកនៅតែអាចស្វែងរកភិក្ខុអ្នកមានសិលជាទីស្រឡាញ់បានចឹងណាហ្នឹងហើយបើរួមមិនបានសោះក៏វាមិនត្រូវសឹកដែរបើកិលេសវាមិនទាញដូចខ្ញុំណាខ្ញុំលើកជាឧទាហរណ៍រឿងសម័យព្រះសម្មាសម្ពុទ្ធកស្សបៈទសពលមានភិក្ខុប្រមាណអង្គដូចជា5អង្គតាមខ្ញុំចាំថា5អញ្ចឹងគេលើសខ្វះមួយអង្គអីដែលនៅពេលដែលធម៌វិន័យហ្នឹងចាប់ផ្ដើមដរធានទៅដរធានហ្នឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺថាដរធានអ្នកប្រព្រឹត្តប្រតិបត្តិហ្នឹងហើយអញ្ចឹងមើលទៅភិក្ខុដែលនៅក្នុងស្រុកក៏ដោយក្នុងជនបទឬក៏ក្នុងក្រុងអីហ្នឹងគឺអនាចារលែងគិតធម៌វិន័យអីហ្នឹងហើយអញ្ចឹងលោកថាបើលោកនៅច្រឡំជាមួយភិក្ខុអ្នកមានអាបត្តិពេញខ្លួនអញ្ចឹងលោកក៏មិនអាចបរិសុទ្ធបានកាលណាសមាគមជាមួយនឹងលោកអ្នកប្រព្រឹត្តទ្រុសិលអញ្ចឹងវាទៅជាអលជ្ជីបុគ្គលដែរ
ចឹងឆានរួមនៅរួមធ្វើកម្មរួមហ្នឹងក៏មិនបរិសុទ្ធទេចឹងទៅលោកក៏បបួលសព្រហ្មចារីរបស់លោកដែលស្រឡាញ់ធម៌វិន័យហ្នឹងឡើងទៅលើភ្នំហ្នឹងហើយអញ្ចឹងអឺឡើងទៅដល់ហើយក៏សួរគ្នាថាតើអង្គណានៅត្រូវការជីវិតទេបើទៅនៅត្រូវការជីវិតចុះទៅវិញតន់បង្អោងមិនតន់កាត់ទម្លាក់បើថាបដិញ្ញាថាអស់ជីវិតនៅទីនេះដើម្បីកិច្ចប្រតិបត្តិពធអានឹងគិតឲ្យបានច្បាស់លាស់ចឹងទៅទាំងអស់អង្គហ្នឹងក៏គិតថាមិនចុះទៅវិញទេព្រោះចុះទៅវិញដូចទៅសាងកម្មឲ្យធ្លាក់នរកអញ្ចឹងព្រោះទៅនៅជាមួយភិក្ខុអ្នកត្រូវអាបត្តិពេញខ្លួនអញ្ចឹងលោកកិច្ចពីនរកមិនរួចទេលោកថាអញ្ចឹងណាអញ្ចឹងទៅក៏សម្រេចកាត់បង្អោងហ្នឹងចុះតែតែកាត់ហើយចុះលេងរួចណាព្រោះថ្មហ្នឹងវាចោតអញ្ចឹងថ្ងៃទី1បានសម្រេចព្រះរហន្តមួយអង្គមួយលើដោយបដិសម្បទាហ្នឹងហើយលោកក៏ទៅបានបាតនៅឧត្តរករៈទ្វីបមិននៅមនុស្សយើងនេះទេព្រោះនៅមនុស្សយើងនេះវាមិនសូវមានអ្នកមានសទ្ធាពិតប្រាកដជឿតែរឿងអូមអាមកដាមដុតឬក៏វិខុអ្នកទ្រុសតកូលអីទៅបញ្ចុះបច្ចែងបំរើគេអីចឹងទៅបានគេឲ្យអីឆានតែថាវិខុអ្នកត្រួតត្រងសិលសិក្ខាអីហ្នឹងក៏វាមិនសម្បូរអ្នកឧបត្ថម្ភដែរលោកទៅបានឆានហើយក៏យកមកចែកសព្រហ្មចារីដែលប្រតិបត្តិជាមួយគ្នានឹងវិខុអង្គដតីទៀតលោកថាលោកនឹងទៅបិណ្ឌដោយខ្លួនឯងចង់និយាយថាចម្រើនសេចក្តីព្យាយាមប្រតិបត្តិធម៌ហ្នឹងថាទល់តែសម្រេចខ្លួនឯងហើយទៅបិណ្ឌបានដោយខ្លួនឯងព្រះរហន្តមួយអង្គលោកក៏មិនបង្ខំអីលោកក៏គេចចេញពីកន្លែងហ្នឹងទៅស្អែកឡើងសម្រេចព្រះនាគាមួយអង្គទៀតលោកមានបដិសម្បទាដែរមានអភិញ្ញាដែរក៏ទៅបិណ្ឌយកមកចែកទៀតព្រោះណា3អង្គទៀតហ្នឹងអត់ព្រមឆាន់ថានឹងធ្វើឲ្យសម្រេចដោយខ្លួនឯងហើយទៅបិណ្ឌឆាន់ដោយខ្លួនឯងដែរមានសេចក្តីមោះមុតអញ្ចឹងណាបាទហើយអញ្ចឹងព្រះអនាគាហ្នឹងក៏លោកបណ្ដោយទុកអញ្ចឹងទៅលោកក៏ទៅកន្លែងលោកដោយសំគួរទៅ3អង្គទៀតហ្នឹងលោកមិនអាចញ៉ាំងមគ្គផលឲ្យកើតឡើងបាន7ថ្ងៃក្រោយបន្ទាប់មកក៏លោកសុគតអស់ទៅបានទៅកាន់ទេវលោកហ្នឹងអញ្ចឹងមួយអង្គបរិនិព្វានហើយមួយអង្គទៅកាន់ព្រហ្មលោកសទ្ធាវិសហើយនឹងមួយអង្គទៀត3អង្គទៀតហ្នឹងទៅកាន់ទេវលោកហ្នឹងហើយត្រឹមឋានសួគ៌រឿងហ្នឹងមានតទៅរហូតមកកើតជាពេហិយៈមកកើតជាសម្បទាតកៈមកកើតជាស្អីមួយទៀតហ្នឹងហើយនេះខ្ញុំចង់បញ្ជាក់ថាសម្រាប់អ្នកដែលមានសទ្ធាមោះមុតនោះគឺបើទោះជាវាមានសម្ពាធរឿងហ្នឹងក៏ពិតមែនប៉ុន្តែវានៅតែមិនឲ្យទោសគេអញ្ចឹងណានៅតែមានច្រកចេញបានប៉ុន្តែខ្ញុំនេះវាចាញ់ដៃកិលេសទេសារភាពបើថែនៅតនឹងវាអត់មានអ្នកបរិសុទ្ធអីយើងអាចលះបង់ឲ្យផុតទៅនៅព្រៃបាត់ទៅជាមួយសមណៈមិត្តរបស់យើងអញ្ចឹងទៅជាទីស្រឡាញ់ទៅតែខ្ញុំវាធ្វើឲ្យរួចសរុបមកគឺកិលេសខ្ញុំទេបាទតែដូចគេដាវីតលើកឡើងក៏មួយយ៉ាងដែរថាការដែលសម្បូរដោយភិក្ខុអ្នកត្រូវអាបត្តិច្រើនពិតណាស់ថាវាមានផលលំបាកសម្រាប់ភិក្ខុអ្នកមានសិលយទីស្រឡាញ់ពិតមែនហ្នឹងហើយ